ជំរាបសួរបងប្អូនបងប្អូនយាយថាបងទៅចាស់ការយកបងណាបានបងថៃខាងទៀតតែស្គាល់វាយាយថាកម្រតាំងពីកណ្ដាលពុកម៉ែបងប្អូនដែលធ្វើដំណើរមកសៀមរាបកុំភ្លេចមកកន្លែងខាងតែបងស្រីនៅខាងក្រៅផ្សារចាស់មើលមានឈ្មោះហ៎បងពីមុំនោះបាយហើយមើលទៅបាយសាច់ចាស់បងប្អូនកូនក្មួយ25ខែត្រង់រួមទាំងនៅក្នុងបណ្ដាប្រទេសផ្សេងៗសូមកុំភ្លេចមកញ៉ាំកន្លែងខាងបែបគាត់មានម្ហូបចម្រុះគេហៅថាម្ហូបជាប់ចិត្តម្ហូបជាប់គូស្នេហ៍ខ្ញុំញ៉ាំបាយកន្លែងហ្នឹងហើយបានស្នេហាខ្ញុំរុងរឿងហើយបងប្អូនណាគឺថាគេហៅម្ហូបការម្ហូបខ្មែរគ្រប់មុខពុកម៉ែបងប្អូនមើលញ៉ាំមួយសិនអូយស្រឡាញ់កាពេញទៅឥឡូវសួរសិនស្រឡាញ់អូនមិនអត់បាទស្រឡាញ់ប៉ុណ្ណាស្រឡាញ់ធំហុំចាក់លេខទូរស័ព្ទផងទៅ012បានទេ31 16 11 28ចឹងបងប្អូន30ហូបខ្មែរឆ្ងាញ់ចាឥឡូវនេះតោះមើលមានម្ហូបសឡគ្រប់មុខមានឆាមានបន្លែបើបងប្អូនចូលហាងយើងពិបាកកំងអស់លុយច្រើនប៉ុន្តែអានេះម្ហូបតម្លៃធូរថ្លៃនិយាយទៅញ៉ាំហើយយើងញ៉ាំដោយសុបាយចិត្តញ៉ាំអាហារសុបាយចិត្តហើយកាយយើងសុបាយចិត្តយើងសុបាយនេះបងប្អូននេះអានេះសឡម្រះកកោសម្លគាត់ថ្មីចឹងគាត់ស្លតែមួយថ្ងៃឯងគឺមកពេលមហូបគាត់ថ្មីហើយល្អខ្ញុំញ៉ាំលើកណាក៏សុខភាពផ្លូវចិត្តផ្លូវកាយខ្ញុំសុបាយចិត្តដែរណាមើលញ៉ាំមួយបងស្រីមើលចង់ភៅស្អាតដល់ហើយណាហើយកន្លែងគាត់អនាម័យបងប្អូនកុំបារម្ភណាប៉ុន្តែអាហារឃើញរូបភាពឬក៏អាហារកំងតម្លៃសមរម្យក៏ប៉ុន្តែកន្លែងគាត់គឺអនាម័យអែមសែមហ្មងបងប្អូនមកសាក់ញ៉ាំមកអញ្ចឹងបងប្អូនខ្ញុំបង្ហាញទីតាំងណានេះបងប្អូនចូលទៅកន្លែងនេះសាចាស់មកជំរាបសួរមួយសិនចឹងបងប្អូនសាបុកលឹករស់រាយរាក់ទាក់ហើយជាពិសេសខ្ញុំញ៉ាំកន្លែងគាត់ពេលខ្លះខ្ញុំចង់រកជ្រក់តពាំងអីអត់មានគាត់មានទឹកចិត្តជួយទៅទិញឲ្យជំនួសទៀតគាត់អត់ប្រកាន់ហ្មងចង់និយាយអញ្ចឹងណាទល់មុខនៅហាងមីហាងណាហាងអីនេះចាហុកណាតុកមុខហាងមាសពេជ្រហុកឡៃនេះចាបងប្អូនចូលមកកន្លែងហាងហ្នឹងមកហាងមាសពេជ្រកន្លែងហ្នឹងមកគឺជួបហើយអញ្ចឹងណាបងប្អូនណានៅខាងក្រៅសាច់ចាស់ចាសូមអរគុណសម្រាប់ក្តីស្រឡាញ់ចាអរគុណជម្រាបលាមកជម្រាបលាទាំងអស់គ្នាសុខសប្បាយអរគុណណាជម្រាបលាទាំងអស់គ្នាមើលតកែហាងលាសុខសប្បាយទាំងអស់គ្នាចា